វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ1929និងការឡើងកាន់អំណាចរបស់ហ៊ីតលែរនៅអាល្លឺម៉ង់វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ1929ដែលគេច្រើនហៅតាមភាសាអង់គ្លេសថា The Great Depression គឺជាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនិងអូសបន្លាយពេលយូរបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោកសម័យទំនើបអ្វីៗបានចាប់ផ្ទុះឡើងចេញពីភាពចលាចលនៃទីផ្សារមូលបត្រសហរដ្ឋអាមេរិកនៅខែតុលាឆ្នាំ1929មុននឹងរាលដាលជាវិបត្តិសេដ្ឋកិច្ចពិភពលោកដែលអូសបន្លាយពេលរហូតដល់សង្គ្រាមលោកលើកទី2នៅក្រោយសង្គ្រាមលោកលើកទី1សហរដ្ឋអាមេរិកដែលជាប្រទេសឈ្នះសង្គ្រាមដែលធ្លាប់បានផ្ដល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារដល់បណ្ដាប្រទេសអឺរ៉ុបដើម្បីយកទៅធ្វើសង្គ្រាមបានលេចមកឡើងជាមហាអំណាចសេដ្ឋកិច្ចពិភពលោកដ៏ធំមួយឧស្សាហកម្មអាមេរិកបានស្គាល់នូវភាពរីកចម្រើនដល់កម្រិតកំពូលលុយហូរដោយទឹកសំណង់អគារខ្ពស់កប់ពពករីកពីផ្សិតហើយទីក្រុងញូវយ៉កបានដណ្ដើមតំណែងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកដែលពីមុនធ្លាប់តែស្ថិតនៅក្នុងទីក្រុងឡុងប្រទេសអង់គ្លេសរបបមូលធននិយមអាមេរិកក៏បានស្គាល់នូវការវិវត្តដ៏ចម្បងមួយដែរដោយអ្នកជំនួញអាមេរិកបានបង្កើតនូវរបៀបរកស៊ីថ្មីមួយដែលឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈទ្រឹស្ដីរបស់ Henry Ford ស្ថាបនិកនៃក្រុមហ៊ុនផលិតរថយន្ត Ford Henry Ford បានលើកឡើងនូវទ្រឹស្ដីដ៏សាមញ្ញមួយថាដើម្បីចំណេញលុយច្រើនក្រុមហ៊ុនរបស់លោកត្រូវតែលក់ឡានឲ្យបានច្រើនដើម្បីលក់ឡានឲ្យបានច្រើនគឺមិនត្រូវលក់តែពួកអ្នកមានវណ្ណៈខ្ពង់ខ្ពស់ដូចពីមុននោះទេតែត្រូវលក់ឲ្យកម្មករនយោជកធម្មតាផងដែរហើយដើម្បីឲ្យកម្មករនយោជកអាចទិញឡានជិះបានតើតែពួកគេទទួលបានប្រាក់ខែខ្ពស់ Ford ក៏បានដំឡើងប្រាក់ខែយ៉ាងច្រើនដល់បុគ្គលិកហើយបូករួមជាមួយនឹងការបាក់ដៃនៅក្នុងការទិញឡានដោយបង់រំលោះផងនោះទីផ្សារឡាននៅអាមេរិកក៏បានកើនឡើងយ៉ាងខ្លាំងក្លាមិនធ្លាប់មាននៅពេលនោះក្រុមហ៊ុន Ford បានផលិតឡានប្រមាណជាជិត 10,000 គ្រឿងក្នុងមួយថ្ងៃដើម្បីដាក់លក់នៅលើទីផ្សារក៏ប៉ុន្តែភាពរុងរឿងនេះមានរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះនៅថ្ងៃទី29ខែតុលាឆ្នាំ1929ទីផ្សារមូលបត្រអាមេរិកបានធ្លាក់ចុះយ៉ាងគំហុកបង្កឲ្យមានភាពចលាចលបង្កើតទៅជាវិបត្តិហិរញ្ញវត្ថុបណ្ដាលឲ្យធនាគារជាច្រើនត្រូវខ្សែធនជាបន្តបន្ទាប់មកទៀតវិបត្តិហិរញ្ញវត្ថុនេះបានคล้ายទៅជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរហើយបានរាលដាលចេញពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសផ្សេងទៀតនៅទូទាំងពិភពលោកនៅតាមបណ្ដាប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗដូចជាសហរដ្ឋអាមេរិកអង់គ្លេសបារាំងអាល្លឺម៉ង់ជាដើមសកម្មភាពឧស្សាហកម្មបានធ្លាក់ចុះនៅក្នុងចន្លោះពី 23% ទៅ 46% អត្រាអ្នកអត់ការងារធ្វើកើនឡើងរហូតដល់ទៅ 25% ឬជាង 30% អាស្រ័យទៅតាមប្រទេសចំណែកឯការដោះដូរពាណិជ្ជកម្មអន្តរជាតិបានធ្លាក់ចុះរហូតដល់ទៅជាងពាក់កណ្ដាលសេដ្ឋកិច្ចដែលពឹងផ្អែកលើឧស្សាហកម្មធុនធ្ងន់ត្រូវរងគ្រោះខ្លាំងជាងគេក៏ប៉ុន្តែបន្តិចម្ដងវិស័យកសិកម្មក៏ចាប់ផ្ដើមទទួលរងនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចនេះដែរដោយសារតែតម្លៃផលិតត្រូវធ្លាក់ចុះដល់កម្រិតមួយទាបបំផុតដែលធ្វើឲ្យប្រជាកសិករពិបាកនឹងរស់នៅអាល្លឺម៉ង់វិបត្តិសេដ្ឋកិច្ចពិភពលោកគឺបញ្ហាដ៏សម្បើមមួយទៀតបន្ថែមពីលើបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ដែលមានស្រាប់ការខូចខាតដោយសង្គ្រាមនិងកាតព្វកិច្ចត្រូវសងការខូចខាតដល់ប្រទេសឈ្នះសង្គ្រាមដែលមានចែងនៅក្នុងសន្ធិសញ្ញាក្រុងវ៉ាសៃនៅក្រោយសង្គ្រាមលោកលើកទី1ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ1929បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចអាល្លឺម៉ង់ត្រូវជាប់គាំងធនាគារត្រូវបិទទ្វារម្ដងមួយប្រជាជនរាប់លាននាក់ត្រូវអត់ការងារធ្វើហើយត្រូវប្រឈមមុខនឹងភាពក្រីក្រដោយបាត់បង់ប្រាក់ចំណូលស្ថិតនៅក្នុងភាពវឹកវរនេះអ្នកដែលទទួលផលចំណេញគឺហ៊ីតលែរនិងគណបក្សណាស៊ីឆ្លៀតនៅក្នុងឱកាសដែលប្រទេសកំពុងតែឆ្លងកាត់វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរហើយគណបក្សកាន់អំណាចត្រូវបាត់បង់ប្រជាប្រិយភាពហ៊ីតលែរនិងគណបក្សណាស៊ីក៏ចាប់ផ្ដើមបង្កើនសកម្មភាពឃោសនាដោយសន្យាលុបចោលសន្ធិសញ្ញាក្រុងវ៉ាសៃស្ដារស្ថានភាពសេដ្ឋកិច្ចនិងបង្កើនការងារដល់ប្រជាជនហ៊ីតលែរនិងគណបក្សណាស៊ីក៏ចាប់ផ្ដើមទទួល
បានការគ្រប់គ្រងកាន់តែច្រើនឡើងហើយចំនួនអាសនៈនៅក្នុងសភាក៏ចេះតែកើនឡើងពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយនៅឆ្នាំ1932 Hitler បានឈរឈ្មោះនៅក្នុងការបោះឆ្នោតជាប្រធានាធិបតីតែត្រូវទទួលបរាជ័យក៏ប៉ុន្តែបើទោះបីជា Hitler មិនជាប់ឆ្នោតជាប្រធានាធិបតីតែគណៈបកណាស៊ីក៏ជាគណៈបកដែលមានសម្លេងច្រើនជាលំដាប់ទី2នៅក្នុងសភាអាល្លឺម៉ង់ហើយនៅខែមករាឆ្នាំ1933ប្រធានាធិបតីអាល្លឺម៉ង់ដែលទើបនឹងជាប់ឆ្នោតដែលចង់បង្ហាញឲ្យគេឃើញពីបំណងល្អនៅក្នុងការបង្កើតឲ្យមានតុល្យភាពអំណាចក៏បានសម្រេចតែងតាំង Hitler ឲ្យធ្វើជាអធិការបតីប្រមុខរដ្ឋាភិបាលក៏ប៉ុន្តែបន្តិចម្ដង Hitler បានយកអំណាចជាអធិការបតីនេះទៅបង្ក្រាបអ្នកនយោបាយប្រឆាំងដើម្បីពង្រឹងអំណាចផ្ទាល់ខ្លួន Hitler បានចាត់វិធានការជាច្រើននៅក្នុងគោលដៅរឹតបន្តឹងសិទ្ធិសេរីភាពរបស់ប្រជាជននិងបង្កើនអំណាចដល់ប៉ូលីសទៅក្នុងការចាប់មនុស្សយកមកឃុំឃាំងដោយគ្មានការកាត់ទោសគិតមកត្រឹមពាក់កណ្ដាលឆ្នាំ1933 Hitler រួមជាមួយនឹងសមាជិកសភាមកពីគណៈបកណាស៊ីបានអនុម័តច្បាប់ប្រគល់អំណាចទាំងអស់គឺទាំងអំណាចនីតិបញ្ញត្តិនិងអំណាចនីតិប្រតិបត្តិតែឲ្យ Hitler កាន់កាប់តែម្នាក់ឯងហើយរបបនយោបាយអាល្លឺម៉ង់ត្រូវប្រែក្លាយទៅជារបបឯកបកគឺអំណាចរដ្ឋត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈបកតែមួយគត់គឺគណៈបកណាស៊ីមួយឆ្នាំក្រោយមកទៀតនៅខែសីហាឆ្នាំ1934 Hitler និងគណៈបកណាស៊ីបានសម្រេចយកតំណែងប្រធានាធិបតីនិងអធិការបតីច្របាច់បញ្ចូលគ្នាជាតំណែងតែមួយដែលកាន់កាប់ដោយ Hitler មកដល់ពេលនេះរាល់អំណាចទាំងអស់ទាំងអំណាចជាប្រមុខរដ្ឋជាប្រមុខរដ្ឋាភិបាលនិងជាអគ្គបញ្ជាការកងទ័ពត្រូវស្ថិតនៅក្នុងដៃរបស់ Hitler តែម្នាក់ឯងក្រោយពីបានក្តាប់អំណាចទាំងអស់ហើយ Hitler ក៏បានចាប់ផ្ដើមបង្កើនកងកម្លាំងទ័ពអាល្លឺម៉ង់ឡើងវិញដោយរំលោភលើសន្ធិសញ្ញាក្រុងវ៉ាស័យដែលបានចុះនៅក្រោយសង្គ្រាមលោកលើកទី1